và cùng một kênh video sầm rải sai cáiរឿងពីប្រវត្តិនៃតួអង្គមនុស្សពីង Spider-Man នៃចក្រវាល Marvel Cinematic Universe ហើយតួអង្គ superhero វ័យក្មេងម្នាក់នេះគឺឆ្លងការរឿងរ៉ាវច្រើនមែនទែនតាំងពី Spider-Man superhero តាមភូមិរហូតបានជួបជាមួយ Tony Stark វាយជាមួយក្រុម Avengers ក្នុងព្រឹត្តិការណ៍ Civil War ឬក៏ប្រយុទ្ធក្នុងសង្គ្រាមរំលាយចក្រវាលជាមួយ Thanos ត្រូវបាន Mysterio បោកប្រាស់ហើយនឹងទៅរកជំនួយពី Doctor Strange រហូតបង្កើតជាព្រឹត្តិការណ៍មនុស្សពីងឆ្លងចក្រវាល A ជាដើមនិយាយទៅគាត់នឹងគឺមានសាច់រឿងច្រើននិងល្អមើលខ្លាំងមែនទែនហើយមុននឹងចូលទៅដល់ខ្លឹមសារនៃ clip កុំភ្លេចចុច like និង subscribe ហើយយើងចូលមកមើលវីដេអូនេះទាំងអស់គ្នាPeter Benjamin Parker គឺចៅកំណើតថ្ងៃទី10សីហាឆ្នាំ2001នៅតំបន់ Queens ទីក្រុង New York ហើយគាត់នឹងគឺជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចនិងចិញ្ចឹមបីបាច់ដោយពូមីរបស់ខ្លួន Ben Parker និង May Parker តែក្រោយមក Uncle Ben ក៏ស្លាប់បាត់បង់ជីវិតទៀតឥឡូវនេះ Peter Parker នឹងគឺធំឡើងជាមួយនឹងអ្នកមីង May ម្នាក់ប៉ុណ្ណោះនៅក្នុងពេលមួយឆ្នាំ2010 Peter នឹងគឺបានទៅចូលរួមកន្លែងតាំងពីពណ៌ Stark Expo ព្រោះតែចង់ជួប Iron Man ហើយគាត់នឹងគឺបានពាក់ស្រោមមុខ Iron Man ជាប់លេងទៀតផងហើយចៃដន្យអីក្នុងពេលនោះមនុស្សយន្តដ្រូនអាក្រក់មួយរបស់ Justin Hammer នឹងគឺបានដើរមករកបាញ់ Peter តែសំណាងល្អ Tony Stark គឺបានហោះមកដល់និងបានជួយ Peter ទាន់រួចក៏បាញ់កំទេចយន្តអាក្រក់នឹងផងដែរនៅក្នុងវ័យជំទង់ Peter Parker នឹងគឺបានចូលរៀននៅសាលាវិទ្យាល័យ Technology Midtown High School ហើយគាត់នឹងគឺជាសិស្សពូកែប្រចាំសាលានិងមានមិត្តភក្តិជិតស្និទ្ធម្នាក់ផងដែរឈ្មោះ Ned Leeds ប៉ុន្តែដោយសារតែអត្តចរិតរៀង nerd និងមើល Peter នឹងគឺតែងតែត្រូវបាន bully ធ្វើបាបដោយកូនអ្នកមានជើងកាងប្រចាំសាលាម្នាក់ឈ្មោះ Flash Thompson រហូតមកដល់អាយុ14ឆ្នាំក្នុងពេលមួយក្មេងប្រុស Peter Parker នឹងក៏ត្រូវបានពីងពីងដែលមានសារជាតិវិទ្យុសកម្មមួយបានខាំគាត់រួចពីងពីងនឹងក៏បានលាយចូលគ្នាជាមួយ Zen របស់ Peter និងធ្វើឲ្យគាត់ទទួលបាន super power ពិសេសជាច្រើនគឺដូចជាកម្លាំងដ៏ខ្លាំងក្លាល្បឿនផ្លាស់ទីដ៏សែនលឿនគាត់អាចតោងស្អិតឡើងលើជញ្ជាំងបាននិងមានញៀនពីងពីងពិសេស Spider Sense ដែលអាចដឹងពីគ្រោះថ្នាក់ទុកមុនហើយដោយសារតែមានអត្តចរិតល្អពីកំណើតនៅពេលដែលមាន power ខ្លាំងតែនេះហើយ Peter នឹងគឺមិនអាចនៅស្ងៀមបាននោះទេចង់ប្រើប្រាស់វាទៅប្រយុទ្ធតទល់បង្ក្រាបពួកអាក្រក់និងជួយជន់ស្លូតត្រង់ជាច្រើននៅតំបន់ដែលគាត់រស់នៅនឹងហើយ Peter នឹងក៏បានកែច្នៃឈុតខោអាវក៏ដូចជាបង្កើតឧបករណ៍បាញ់សំណាញ់ web shooter មួយផងដែរសម្រាប់បាញ់សំណាញ់តោងទាញហោះពីមួយកន្លែងទៅមួយកន្លែងទៀតរួចក្រោយមកគាត់នឹងក៏បានហៅខ្លួនឯងថាវរៈបរោះចិត្តល្អអ្នកចិត្តខាងមនុស្សពីងឬក៏ friendly neighborhood Spider-Man រួចក្រោយពីធ្វើជា superhero មួយរយៈខ្លីមក clip video របស់ Spider-Man ហ្នឹងក៏ល្បីល្បាញតាម YouTube និង TikTok ហើយ Tony Stark ឬក៏ Iron Man ហ្នឹងក៏បានចាប់អារម្មណ៍ផងដែរនិងស៊ើបអង្កេតដឹងពីអត្តសញ្ញាណក្មេងប្រុសម្នាក់នេះដូច្នេះហើយក្នុងពេលមួយដែលគាត់កំពុងតែមានបញ្ហាជាមួយ Captain America និងត្រូវការគ្នាជួយ Tony Stark គឺបានធ្វើដំណើរមករក Peter Parker ដល់ផ្ទះតែម្ដងរួចក៏ធ្វើឲ្យ Aunt May ភ្ញាក់ផ្អើលមែនទែនតែ Tony នឹងក៏បានកុហកថា Peter នឹងគឺជាបុគ្គលិកហាត់ការនៅកន្លែងក្រុមហ៊ុនរបស់ខ្លួនហើយនៅពេលបាននិយាយគ្នាពីរនាក់ Tony នឹងគឺបានកោតសរសើរពីសមត្ថភាពរបស់ Peter មែនទែននិងហៅ Peter ឲ្យមកចូលរួមធ្វើការងារពិសេសមួយជាមួយគាត់នៅប្រទេសអាល្លឺម៉ង់ផងដែរហើយចំពោះ Peter នឹងគឺរំភើបចិត្តមែនទែនបានធ្វើការជាមួយ Iron Man បែបនេះរួច Tony នឹងក៏បានបញ្ជូនជំនួយការរបស់គាត់ Happy Hogan ឲ្យមកជួយនាំ Peter ទៅឡើងយន្តហោះធ្វើដំណើរទៅផងដែរហើយ Peter នឹងក៏បានយកទូរស័ព្ទរបស់គាត់នឹងមកថត vlog ពីដំណើរមួយនេះទៀតផងគឺលយមែនទែនហើយអ្វីដែលកាន់តែលយខ្លាំងជាងនឹងទៀតដោយសារតែ Tony បានឃើញពីឈុតខោអាវ Spider-Man របស់ Peter នឹងគឺរ៉ាក់រ៉ាក់ខ្លាំងពេកគាត់ក៏បានកែច្នៃឈុត Spider-Man មួយសម្រាប់ Peter បូកផ្សំនឹងឧបករណ៍បាញ់សំណាញ់ web shooter ដ៏ពិសេសទៀតផងហើយ Peter នឹងគឺពិតជាសប្បាយរំភើបចិត្តមែនទែននៅពេលឃើញឈុតថ្មីនេះបន្ទាប់មក Iron Man ក៏បាននាំ Peter ទៅកន្លែងពលានយន្តហោះមួយដែលគាត់កំពុងប្រឈមជាមួយ Captain America ហើយគ្រាន់តែ Tony ឲ្យសញ្ញាភ្លាម Peter នឹងក៏បានលោតចេញមកបាញ់សំណាញ់កញ្ឆក់យកខែរបស់ Captain America ផងដែរតែពេលហ្នឹងមនុស្សស្មៅ Ant-Man ក៏បានលោតចេញពីខែនឹងធាក់ Spider-Man មួយជើងនិងចូលរួមជាមួយក្រុមរបស់ Cap និងគ្នាក៏ផ្សេងទៀតដូចជា Winter Soldier, Falcon, Hawkeye និង Scarlet Witch ជាដើមរីឯ Spider-Man វិញក៏ចូលក្រុមជាមួយ Tony ដែរដែលមាន Black Widow, War Machine, Vision ហើយនិង Black Panther ហើយពួកគេក៏បានបើកឆាកវាយគ្នា6ស្មើនឹងតែម្ដងឬក្នុងពេលប្រយុទ្ធគ្នានឹង Peter គឺបានទៅវាយជាមួយ Sam និង Bucky រីឯ Bucky វិញក៏មានឱកាសប្រើដៃរបស់គាត់ចង់វាយទៅកាន់ Peter តែ Peter ដែលមានកម្លាំងខ្លាំងនោះគឺអាចចាប់ទុកជាប់ដៃនឹងយ៉ាងធម្មតាដូចជាគ្មានបញ្ហាអីតិចសោះហើយក្រោយមកគាត់នឹងក៏បានទៅប៉ះគ្នាជាមួយ Captain America ម្ដងហើយ Cap នឹងក៏បានមើលឃើញ Spider-Man ហាក់ដូចជាក្មេងល្អម្នាក់មិនចង់វាយខ្លាំងអីដែររួច Peter ក៏បានបាញ់សំណាញ់ចង់ចាប់ដៃចាប់ជើងរបស់ Cap តែ Cap ក៏បានទាញគាត់ដាក់មកខែលតែម្ដងរួចក៏បានគប់បង្គោលកុងតឺន័រមួយឲ្យធ្លាក់លើតែ Peter នឹងក៏អាចទ្រវាបានហើយបន្តិចក្រោយមកមនុស្សស្រមោល Ant-Man នឹងគឺបានពង្រីកខ្លួនទៅជាយក្សយ៉ាងធំខ្លាំងមែនទែនហើយក្រុមរបស់ Iron Man គឺពិតជាពិបាកក្នុងការទប់ទល់ចឹងហើយ Peter នឹងក៏បាននឹកឃើញដល់វិធីមួយដែលគាត់មើលតាមរឿង Star Wars ដោយបានបាញ់សំណាញ់នឹងធ្វើការហោះពាត់ចងជើងរបស់ Ant-Man ជាប់តែក្នុងពេលដួលនឹងមនុស្សយក្ស Ant-Man គឺបានក្រវះដៃចំនិងវាយ Spider-Man មកដៃឡើងប៉ើងធ្លាក់ទៅក្រោមសឡងមួយផ្លែទៅហើយនៅពេលដែល Peter ភ្ញាក់មកវិញ Iron Man ក៏បានហៅមកប្រាប់ថាការប្រយុទ្ធគ្នានេះគឺចប់ហើយឲ្យ Peter រៀបឲ្យបានត្រឡប់ទៅផ្ទះវិញរយៈពេល2ខែក្រោយមក Peter Parker នឹងគឺត្រឡប់មកជីវិតប្រចាំថ្ងៃគាត់វិញនិងទៅរៀនធម្មតាហើយគាត់នឹងក៏បានលួចស្រឡាញ់ប្រធានថ្នាក់របស់ខ្លួនឈ្មោះ Liz ផងដែរប៉ុន្តែ Peter នឹងគឺអឹមអៀនច្រើនខ្លាំងបានត្រឹមតែលួចមើលប៉ុណ្ណោះមិនហ៊ានញ៉ាំញៀងឡើយហើយ Peter អង្គុយរៀនមួយថ្ងៃគឺចាំតែដល់ម៉ោងចេញប៉ុណ្ណោះហើយគាត់នឹងក៏ប្រញាប់ផ្លាស់សម្លៀកបំពាក់ជា Spider-Man ដើម្បីធ្វើការងារជា superhero របស់ខ្លួនដូចជាចាប់ចោលលួចកង់តាមផ្លូវឬក៏ជួយអ៊ំស្រីម្នាក់ដែលវង្វេងផ្លូវជាដើមហើយថ្ងៃនោះដែរ Peter នឹងក៏បានប្រទះជាមួយនឹងពួកចោរប្លន់មួយក្រុមពាក់ស្រោមមកក្រុម Avengers កំពុងតែគាស់ទូ ATM ធនាគារដើម្បីលួចលុយចឹងហើយទើបគាត់ក៏បានចូលទៅវាយបង្ក្រាបពួកចោរប្លន់ទាំងនេះផងដែរប៉ុន្តែអ្វីដែល Peter ភ្ញាក់ផ្អើលនឹងគឺថាពួកនេះមើលទៅ
ទៅជាចោលប្លន់តូចតាចប៉ុណ្ណោះតែអាវុធរបស់ពួកវានឹងគឺហាក់ដូចជាទំនើបខ្លាំងមែនទែនមានទាំងការភ្លើងបាញ់ស្រូបប្រឆាំងទំនាញផែនដីឬក៏ការភ្លើងថាមពលលេស៊ឺដ៏ខ្លាំងមួយបាញ់ឡើងផ្ទៃអគារនៅក្បែរនេះទៀតផងហើយនៅពេលដែល Peter រវល់រត់ទៅជួយប្រជាពលរដ្ឋនៅក្បែរហ្នឹងពួកចោលប្លន់ទាំងនោះក៏បានដាក់មេប្រយរត់បាត់ហើយ Peter ក៏បានត្រឡប់មកផ្ទះវិញនិងលបចូលតាមបង្អួចស្ងាត់ៗកុំឲ្យ Ant-Man ដឹងនិងប្រញាប់ដោះការ Spider-Man ចេញតែពេលនោះគាត់ក៏បានរកឃើញថា Ned ពួកម៉ាក់របស់ខ្លួននឹងកំពុងតែអង្គុយចាំក្នុងបន្ទប់ស្រាប់ហើយក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនដឹងថាតាក់សញ្ញាពិតប្រាកដរបស់ Real Spider-Man គឺជា Peter Parker ពួកម៉ាក់ខ្លួនសោះក្រៅមកទៀត Liz ដែលជាប្រធានថ្នាក់និងក្រាស់របស់ Peter នេះគឺបានរៀបចំពិធីជប់លៀងនៅផ្ទះរបស់នាងហើយចូលរួមពិធីជប់លៀងនឹងបានមួយផ្លែតនៅក្បែរតំបន់នោះគឺហាក់ដូចជាមានសម្លេងផ្ទុះមួយលេចលឺយ៉ាងខ្លាំងរួចក៏បានធ្វើឲ្យ Peter សង្ស័យមែនទែននិងបានធ្វើដំណើរទៅពិនិត្យមើលផងដែរហើយពេលទៅដល់គាត់ក៏បានប្រទះឃើញពួកអាចោរប្លន់លើកមុនហ្នឹងកំពុងតែធ្វើការជួយដោះអាវុធខុសច្បាប់ដែលវាទាំងនេះគឺសិតតែជាអាវុធ technology ប្លែកៗខ្លាំងដូច្នេះហើយទើប Peter ក៏បានលោតចេញមកដើម្បីដេញចាប់បង្ក្រាបពួកចោរនេះហើយពួកចោរក៏បានយកកាំភ្លើងបាញ់ Spider-Man និងប្រញាប់ឡើងឡានដើម្បីរត់គេចខ្លួនរីឯ Peter វិញក៏បានបាញ់សំណាញ់ព្យាយាមតោងឡាននឹងផងដែរប៉ុន្តែពេលនោះស្រាប់តែមេធំរបស់ពួកចោរនេះគឺបានបង្ហាញខ្លួនមកដល់ក្នុងរូបរាងមានឈុតក្រោះស្លាមដែកដូចជាសត្វថ្មអញ្ចឹងហៅថា The Vulture ហើយ The Vulture ក៏បានមកចាប់ Spider-Man ជាប់ហោះឡើងទៅលើមេយ៉ាងខ្ពស់មែនទែនរួចក៏ចង់ទម្លាក់សម្រាប់ Peter ចុះមកក្រោមវិញផងដែររីឯ Tony Stark ឬក៏ Iron Man វិញដោយសារតែមានឧបករណ៍តាមដានលើឈុត Spider-Man នេះចឹងហើយក៏ដឹងថា Peter កំពុងតែមានគ្រោះថ្នាក់ដូច្នេះទើប Tony ក៏បញ្ជូនឈុតក្រោះ Iron Man មួយមកហោះជួយ Peter ផងដែរហើយ Tony ក៏បានដាស់តឿន Peter សារជាថ្មីឲ្យធ្វើជា superhero តូចតាចតាមភូមិចាប់ពួកចោរលួចកង់អីទៅបានហើយនិងកុំឲ្យ Peter រវល់រឿងធំៗដែលអាចនាំគ្រោះថ្នាក់ដល់ជីវិតឲ្យសោះហើយ Peter គឺនៅតែមិនអស់ចិត្តរឿង The Vulture នៅគ្នាវាកំពុងតែលួចជួយដោយអាវុធខុសច្បាប់និងចង់ទៅបង្ក្រាបពួកនឹងតតែបានហើយ Peter ក៏បានទៅសួរចម្លើយបរិមម្នាក់ឈ្មោះ Aaron Davis ដែលជាអ្នករត់ទិញអាវុធពួកនឹងកាលពីលើកមុនហើយពេល Aaron នេះក៏មិនចង់ឲ្យពួកវាលួចអាវុធខុសច្បាប់ទាំងនេះដែរព្រោះបារម្ភសុវត្ថិភាពក្មួយរបស់គាត់ឈ្មោះ Miles Morales ដែលរស់នៅតំបន់នេះដូចគ្នាចាស់ហើយ Aaron Davis ក៏បានប្រាប់ទៅកាន់ Spider-Man ថាបើតាមគាត់ដឹងពួកនោះគឺមានគម្រោងលួចអាវុធនៅកន្លែងកប៉ាល់ដឹកអ្នកដំណើរមួយហៅថា Staten Island ហើយក្រោយពីដឹងបែបនេះហើយ Peter ក៏បញ្ញាធ្វើដំណើរទៅកាន់ទីនោះតែម្ដងហើយក៏រកឃើញថាពួកវាកំពុងតែលួចដូរអាវុធដែលបានពី Alien Chitauri ឬក៏មនុស្សយន្ត Ultron អីជាដើមចាស់ហើយទៅ Spider-Man ក៏បានលួចចូលទៅបាញ់សម្លាញ់ចង់ចាប់ពួកនឹងនៅទីនោះចំណែក The Vulture វិញគឺក្រៅចិត្តមែនតើមនុស្សពីងនេះគឺមករំខានការងារគាត់ម្ដងហើយម្ដងទៀតបែបនេះហើយក៏ពាក់ឈុតក្រោះហោះទៅប្រយុទ្ធជាមួយនឹង Spider-Man ផងដែរនិងប្រើកាំភ្លើង laser ដ៏ខ្លាំងមួយព្យាយាមបាញ់ Spider-Man ចំណែកឯ Peter ក៏បានប្រើសម្លាញ់អគ្គិសនីបាញ់ទៅកាន់ The Vulture និងចាប់ទាញកាំភ្លើង laser នឹងចេញពីដៃរបស់គាត់ប៉ុន្តែជាអកុសលអីកាំភ្លើងនឹងក៏ផ្ទុះបាញ់ចេញជាច្រើនទៅនិងធ្វើឲ្យបែកដាច់រហែកកប៉ាល់មួយនឹងជាពីរផងដែរឬក្នុងពេលនោះ The Vulture នឹងគ្នាវាក៏គេចចេញទៅបាត់ទៅចំណែក Peter វិញក៏ស្លាប់មែនតើប្រឹងបាញ់សម្លាញ់ជាច្រើនព្យាយាមទាញកប៉ាល់នឹងកុំឲ្យដាច់បើមិនអញ្ចឹងទេប្រជាពលរដ្ឋរាប់សិបនាក់នៅលើនេះប្រកាសជាលំទឹកស្លាប់ជាមិនខានប៉ុន្តែមើលទៅសម្លាញ់ពីរនេះគឺហាក់ដូចជាទប់មិនជាប់ឡើយឬសម្លាញ់ល្អពេលនោះ Iron Man ក៏បានហោះមកដល់និងមកជួយរុញនិងតបភ្ជាប់កប៉ាល់មួយនេះឲ្យជាប់គ្នាវិញហើយគាត់នឹងគឺពិតជាស្ដីឲ្យ Peter Parker ខ្លាំងមែនតើហេតុអ្វីក៏បណ្ដោយឲ្យមានរឿងនេះកើតឡើងចុះបើមានមនុស្សស្លាប់ទៅគិតយ៉ាងម៉េចចំណែក Peter ក៏ព្យាយាមបកស្រាយថាគាត់នឹងកំពុងតែដេញចាប់ពួកអាក្រក់រីឯ Tony វិញគឺមិនយល់ឡើយដោយសារតែគាត់បានជួយហៅប៉ូលីសហើយមិនក៏មិនឲ្យប៉ូលីសឬក៏អ្នកផ្សេងដោះស្រាយទៅ Peter គ្រាន់តែជាក្មេងអាយុ15ឆ្នាំម្នាក់ប៉ុណ្ណោះកុំរវីរវល់រឿងទាំងនេះអី Tony Stark ក៏បានទាមទារខោអាវ Spider-Man ពី Peter វិញឬលើបែបនេះ Peter ក៏ភ័យមែនតើនឹងសុំអង្វរថាបើសិនជាអត់ខោអាវនេះទេគាត់នឹងគឺធ្វើអីលែងបានទៀតហើយប៉ុន្តែ Tony នៅពេលលឺអញ្ចឹងគឺកាន់តែលែងចង់ឲ្យខោអាវគាត់ទៀតនៅនិយាយប្រាប់ថាបើសិនជា Peter មិនអាចអត់ខោអាវនឹងកើត Peter នឹងគឺមិនគួរមានវាឡើយបន្ទាប់ពីព្រឹត្តិការណ៍នោះហើយ Peter ក៏ត្រឡប់ទៅផ្ទះវិញទាំងខូចចិត្តមែនតើនិងចាប់ផ្ដើមត្រឡប់មកផ្ដោតលើជីវិតប្រចាំថ្ងៃជាមួយអ្នកមីងមេឬក៏ការងារសាលារបស់គាត់វិញហើយតែប៉ុណ្ណោះ Peter ក៏បានក្លាហានទៅសុំ Liz ដែលជាក្រាស់របស់គាត់នឹងធ្វើជាដៃគូរួមព្រមដេតនៅក្នុងពិធីជប់លៀងប្រចាំសាលាទៀតផងហើយ Liz ក៏បានយល់ព្រមនៅធ្វើឲ្យ Peter នេះគឺសប្បាយចិត្តខ្លាំងមែនតើបន្តមកទៀតនៅថ្ងៃពិធីជប់លៀងមកដល់ Ant-Man ក៏បានជួន Peter ធ្វើដំណើរទៅកាន់ផ្ទះរបស់ Liz ហើយគ្រាន់តែបើកទ្វារក៏បានធ្វើឲ្យ Peter ឡើងចង់ស្លុតស្មារតីទៅហើយនៅពេលបានឃើញ The Vulture សត្រូវរបស់ខ្លួនហើយគាត់នឹងក៏ចាប់ផ្ដើមដើមផងដែរពេលនេះគឺមានឈ្មោះថា Adrian Thomas ទៅជាឪពុករបស់ Liz ហើយ Thomas ក៏ចាប់អារម្មណ៍ដែរថាក្មេងប្រុសម្នាក់នេះគឺរៀងភ័យអ្ហ្មិចទេហើយប្រកាសណា Peter នៅពេលនេះព្រលឹងហាក់ដូចជាមិននៅក្នុងខ្លួនឡើយជាពិសេសគឺ Thomas ជាអ្នកបើកឡានជូនពួកគេទៅកាន់ពិធីជប់លៀងនៅសាលាទៀតហើយនៅក្នុងឡាន Thomas ក៏បានសួរនេះសួរនោះទៅកាន់ Peter តាក់ទងនឹងការរៀនសូត្រអីហើយគាត់នឹងគឺហាក់ដូចជាធ្លាប់ឮសំឡេង Peter ពីមុនអ្ហ្មិចទេចំណែក Alice ដែលមិនបានដឹងរឿងអីនោះវិញក៏បាននិយាយរៀនដែល Peter នឹងជាបុគ្គលិកហាត់ការនៅក្រុមហ៊ុនរបស់ Tony Stark ចាស់ហើយពេលខ្លះគឺពិបាកជួបមុខ Peter បន្តិចលេចមុខមកផ្លែតក៏បាត់មុខឆឹងឯជាដើមហើយនៅពេលឮបែបនេះគិតគូរយូរទៅ Adrian Thomas ក៏អាចដឹងថា Peter Parker គឺជា Spider-Man ដូច្នេះហើយនៅពេលដែល Alice ចាក់ចេញពីឡាននៅតែគាត់ពីរនាក់ Thomas ក៏បានទាញកាំភ្លើងមកនិយាយជាមួយនឹង Peter ផងដែរនិងឲ្យគាត់នឹងបំភ្លេចរឿងពីមុនទៅហើយហាម Peter កុំឲ្យមករញ៉េរញ៉ៃរឿងការងារគាត់ទៀតរួចពួកគេនឹងគឺនៅរក្សាអត្តសញ្ញាណសម្ងាត់រៀងៗខ្លួនហើយបើមិនដូច្នោះទេ Peter នៅតែរឹងទៅទៀតគាត់នឹងគឺនឹងសម្រាប់ Peter រួមទាំងអ្នកគ្រប់គ្នាដែល Peter ស្រឡាញ់ចោលទាំងអស់តែម្ដងហើយបន្ទាប់ពីគម្រាមហើយ Thomas ក៏អនុញ្ញាតឲ្យ Peter ចេញពីឡាននិងទៅចូលរួមពិធីជប់លៀងនឹងវិញឬហើយចំពោះ Peter ប្រកាសណាគឺមិនអាចធ្វើមិនដឹងមិនឮពីទង្វើអាក្រក់របស់ Adrian Thomas ឬក៏ The Vulture បាននោះទេហើយគាត់ក៏បញ្ញាប់រត់ទៅរកឈុតសម្លៀកបំពាក់ Spider-Man ក៏ដូចជា web shooter សេរីចាស់របស់គាត់នឹងមកហើយក៏ពាក់វាបញ្ញាប់ទៅរកចាប់ The Vulture ប៉ុន្តែគ្រាន់តែចេញមកភ្លាមកូនចៅរបស់ The Vulture ម្នាក់ហៅថា Soccer គឺកំពុងតែនៅចាំខាងក្រៅស្រាប់រួចវានឹងគឺមានស្រោមដៃពិសេសនៅពេលដល់ Peter ទៅម្ដាយគឺឡើងប៉ើងបុកសាលារៀននៅទីនោះឡើងខ្ទេចទេប៉ុន្តែសំណាងល្អ Ned ពួកម៉ាក់របស់ Peter នឹងក៏បានមកជួយរើឧបករណ៍បាញ់សម្លាញ់របស់គាត់បាញ់ទៅចាប់ Soccer ផងដែរហើយក៏ផ្ដល់ឱកាសឲ្យ Peter ងើបឡើងមកវិញនិងតដៃបង្ក្រាប Soccer បានសម្រេចក្រោយមក Peter ក៏ដេញតាមចាប់ The Vulture ម្ដងហើយក៏រកឃើញគាត់នៅកន្លែងឃ្លាំងមួយហាក់ដូចជាកំពុងតែចាំ Peter ស្រាប់និងបញ្ជាស្លាប់ដៃរបស់គាត់នឹងហោះវិលទៅមករួចក៏បុកសសរអគារឃ្លាំងនៅទីនេះហើយនៅពេលដែលបាក់សសរខ្ទេចទៅថ្មពីដើមស៊ីម៉ង់នៃឃ្លាំងហ្នឹងក៏ធ្លាក់សង្កត់លើ Spider-Man តែម្ដងរួច The Vulture ក៏គិតដែរមើលទៅ Spider-Man ប្រកាសជាថ្មសង្កត់ស្លាប់បាត់ហើយចំណែក Peter វិញពេលភ្ញាក់ពីសន្លប់និងខំប្រឹងងើបមកគឺអត់រួចនោះទេហើយគាត់ក៏ស្រែកផងយំផងរកគេជួយប៉ុន្តែក៏គ្មាននរណាបានលឺដែររួចពេលនោះ Peter ក៏សម្លឹងមើលស្រោមមុខ Spider-Man របស់គាត់និងចំណាំខ្លាត្រឡប់មកវិញរួចក៏នឹកឃើញដល់សម្ដីរបស់ Tony Stark ថាបើសិនជាទាល់តែមានខោអាវ Spider-Man បានខ្លាំង Peter នឹងមិនគួរមានវាឡើយចេះឲ្យ Peter ក៏និយាយលើកទឹកចិត្តខ្លួនឯងជា Spider-Man និងខិតខំប្រឹងប្រែងក្រោកឈររួចក៏រំដោះខ្លួនពីថ្មសង្កត់បានសម្រេចផងដែរបន្ទាប់មក Peter ក៏បានដេញតាម The Vulture បាញ់សម្លាញ់តបគាត់ទៅតែម្ដងខណៈដែលពេលនេះ The Vulture កំពុងតែចាំប្លន់យកសម្ភារៈក្រុម Avenger កំពុងតែដឹកជញ្ជូនលើយន្តហោះមួយព្រោះគឺថាក្នុងនេះសិតតែជារបស់មានតម្លៃនិង technology ខ្ពស់ខ្លាំងហើយនៅពេលសប្បាយចិត្តមិនទាន់បានប៉ុន្មានផង The Vulture នឹងគឺខឹងចិត្តមែនតើនៅពេលរកឃើញថា Spider-Man នឹងគឺនៅតែចងចាំចង់ពៀគាត់ដល់យន្តហោះនេះទៀតឬហើយគាត់នឹងក៏បានចេញទៅប្រយុទ្ធគ្នាចង់សម្រាប់ Peter ផងដែរចំណែក Peter វិញគឺពិតជាពិបាកមែនតើបានត្រឹមតែគិតប៉ុណ្ណោះយន្តហោះនៅលើមេឃក៏ខ្ពស់ខ្យល់ក៏បោកខ្លាំងហើយ web shooter របស់គាត់នឹងក៏ពិបាកបាយសម្
សម្លាញ់ទៀតហើយដោយសារតែការវាយគ្នានេះក៏ធ្វើយន្តហោះខូចនិងចាប់ផ្ដើមធ្លាក់មកហើយហើយទៅដល់ក្រោម Spider-Man និង The Vulture គឺនៅតែបន្តវាយគ្នាទៀតហើយពេលនោះស្លាប់ដៃរបស់ The Vulture នឹងក៏ផ្ទុះខូចតិចផងដែររួច Spider-Man ក៏អាចចាប់បង្ក្រាបគាត់បានសម្រេចហើយបន្ទាប់ពីព្រឹត្តិការណ៍មួយនោះហើយទាំង Happy និង Tony Stark គឺសិតតែសុំទោស Peter រឿងដែលមិនស្ដាប់គាត់និងមានមោទនភាពលើអ្វីដែល Peter បានធ្វើមែនទែនរួចក៏បាននាំទៅកាន់ Adventure ផងដែរហើយ Tony ក៏មានកាដូមួយសម្រាប់ Peter គឺឈុតខោអាវ Spider-Man ថ្មីនិងចង់ប្រកាសជាសាធារណៈថា Spider-Man គឺជាសមាជិកថ្មីនៃក្រុម Avengers រៀងចំពោះ Peter វិញគិតយូរទៅក៏បដិសេធសំណើរបស់ Tony Stark ព្រោះតែគាត់នឹងមិនចង់ធ្វើជា superhero ធំដុំអីឡើយគ្រាន់តែចង់ចំណាយជីវិតជាក្មេងប្រុសធម្មតាប៉ុណ្ណោះហើយនៅពេលដែល Peter ត្រឡប់មកផ្ទះវិញក៏រកឃើញដែរថា Tony គឺបានឲ្យឈុត Spider-Man ដែលគាត់យកវិញលើកមុនហ្នឹងត្រឡប់មកឲ្យ Peter វិញហើយនៅក្នុងពេលដែលគាត់ពាក់ខោអាវមួយនេះអ្នកមីងមេឬក៏ Aunt May ក៏បានដើរចូលមកនិងរកឃើញថាក្មួយប្រុសរបស់គាត់ហ្នឹងគឺជា Spider-Man រយៈពេល2ឆ្នាំក្រោយមកក្នុងពេលដែល Peter Parker និងមនុស្សថ្នាក់កំពុងតែជិះឡានធ្វើដំណើរទស្សនកិច្ចសិក្សានៅសារមន្ទីរញាតិពី Spider-Man ក៏បានភ្ញាក់ហើយ Peter ក៏បានកន្លែងឃើញយានអវកាស alien ដ៏ធំមួយមានវត្តមាននៅកណ្ដាលទីក្រុងចាស់ហើយទៅ Peter ក៏ប្រញាប់ផ្លាស់សម្លៀកបំពាក់ជា Spider-Man និងធ្វើដំណើរទៅកាន់ទីនោះរួចក៏ប្រទះឃើញ Tony Stark Iron Man គ្រូសាស្ត្រ Dr. Strange វងរួមទាំង Bruce Banner នឹងកំពុងតែប្រយុទ្ធគ្នាជាមួយនឹង alien កូនចៅរបស់ Thanos ពីរនាក់ឈ្មោះ Ebony Maw និង Carl Obsidian ចាស់ហើយ Spider-Man ក៏បានចូលទៅជួយវាយតែម្ដងនិងសួរ Tony ផងដែរថាមានរឿងអ្វីកើតឡើងហើយ Tony ក៏បានប្រាប់ថាពួកនេះកំពុងតែចាំដណ្ដើមយកត្បូង Infinity Stone មួយពី Dr. Strange ឬលើបែបនេះ Spider-Man ក៏ប្រញាប់ទៅជួយ Dr. Strange ផងដែរប៉ុន្តែរឿងយឺតពេលបន្តិចទៅហើយ Ebony Maw គឺប្រើធម្មពលចាប់រឹតក Dr. Strange ឡើងសន្លប់និងយកខ្លួនរបស់គាត់ឡើងទៅកាន់យានអវកាសរបស់វាវិញរា Spider-Man ពេលឃើញបែបនេះក៏បាញ់សម្លាញ់តោងទៅតាមជួយ Dr. Strange ឡើងទៅដល់យាននឹងដែរហើយពេលនោះ Iron Man ក៏បានហោះមកជួយដូចគ្នារឿងនៅពេលយាននឹងហោះកាន់តែខ្ពស់ទៅក៏ចាប់ផ្ដើមអស់ oxygen Peter គឺដកដង្ហើមនឹងចាំថាទៀតហើយដូច្នេះពេលនោះ Tony Stark ក៏បានបញ្ជូនឈុតក្រោះមនុស្សពីរពីរទំនើប Iron Spider ឲ្យហោះមកពាក់លើខ្លួនរបស់ Peter Parker ផងដែររឿងអ្នកទាំងពីរក៏ពិភាក្សាគ្នារកវិធីដើម្បីជួយ Dr. Strange ដែលកំពុងត្រូវបាន Ebony Maw ធ្វើទរណកម្មឲ្យប្រគល់ត្បូង Time Stone ទៅឲ្យវាហើយ Peter ក៏បាននឹកឃើញវិធីមួយផងដែរព្រោះគឺដំបូង Tony Stark លោតចុះទៅប្រឈមជាមួយនឹង Ebony Maw ហើយគាត់ក៏បានបញ្ចេញក្រុមមីស៊ីលតូចមួយបាញ់យានអវកាសនេះឲ្យធ្លុះប្រហោងមួយនៅក្បែរហ្នឹងរួចក៏ធ្វើឲ្យកម្លាំងបរិយាកាសខ្យល់យ៉ាងខ្លាំងស្រូប Ebony Maw ចេញទៅក្រៅនិងក៏សម្លាប់គាត់ក្នុងសម្ពាធបរិយាកាសផងដែររា Peter វិញក៏ប្រញាប់បាញ់សម្លាញ់ជួយ Dr. Strange ទាន់ហើយ Tony ក៏ប្រើឈុតក្រោះ Nanotech របស់គាត់ប៉ះប្រហោងដែលធ្លុះហ្នឹងឲ្យបាត់ចិត្តវិញបន្ទាប់មក Dr. Strange និង Tony ក៏ពិភាក្សាគ្នាដែរថាគួរធ្វើយ៉ាងណាទៀតហើយ Dr. Strange ក៏ចង់ធ្វើដំណើរត្រឡប់ទៅកាន់ផែនដីវិញរា Tony Stark ក៏គិតថាយានមួយនេះកំពុងតែធ្វើដំណើរទៅកាន់ភព Titan របស់ Thanos ហើយចាំពួកគេគួរតែទៅរក Thanos និងចាត់ការយក្សកំណាចមួយនោះចោលតែម្ដងទៅឬមួយរយៈខ្លីៗមកយានអវកាសហ្នឹងក៏បានដាក់ពួកគេទៅដល់ភព Titan ហើយបន្តមកផង Tony Peter និង Dr. Strange ហ្នឹងក៏ត្រូវបានមនុស្សមួយក្រុមមកព័ទ្ធវាយពួកគេចាស់ហើយក៏វាយគ្នាវិញផងដែរគិតថាជាកូនចៅរបស់ Thanos ហើយមួយក្រុមទៀតហ្នឹងគឺ Guardians of the Galaxy នឹងឯងគិតថា3នាក់នេះគឺជាកូនចៅរបស់ Thanos ដែរនិងវាយគម្រាមរកសម្លាប់គ្នាទៀតផងរហូតដល់ចុងក្រោយបាននិយាយត្រូវគ្នាថាពួកគេហ្នឹងសិតតែជាសត្រូវ Thanos ដែរបន្តមក Tony Peter និង Dr. Strange ហ្នឹងក៏បានចូលក្រុម Star-Lord និង Mantis រួចក៏រកវិធីដើម្បីចាត់ការ Thanos ហើយក្នុងពេលនិយាយគ្នាហ្នឹង Dr. Strange គឺបានប្រើត្បូងពេលវេលាដើម្បីឆ្លងទៅកាន់ពីអនាគតហើយបន្តមកគាត់ក៏បានសម្លឹងមើលមក Tony Stark រៀងកំសត់មែនតើនិងប្រាប់ថាក្នុងចំណោមអនាគតដែលអាចកើតឡើង14លានដងពួកគេនឹងគឺអាចយកឈ្នះ Thanos បានតែម្ដងប៉ុណ្ណោះឬមួយសន្ទុះធំក្រោយមក Thanos គឺបានប្រើត្បូង Space Stone Teleport មកកាន់ភព Titan នេះហើយ Dr. Strange នឹងគឺអង្គុយម្នាក់ឯងចាំ Thanos ស្រាប់ឬក្នុងពេលដែល Thanos កំពុងនិយាយពីគោលដៅរបស់គាត់ក្នុងការលាងសម្អាតជីវិតពាក់កណ្ដាលចក្រវាល Spider-Man និងអ្នកផ្សេងក៏បានបុកចូលមករួមគ្នាព្រួតវាយ Thanos តែម្ដងហើយ Peter នឹងគឺបានបាញ់សម្លាញ់ដាក់មកគាត់លោតធាក់3 4ជើងតាម portal របស់ Dr. Strange ប៉ុន្តែនៅពេលស្ទីម្ដាយរបស់ Thanos វិញ Peter នឹងគឺឡើងចង់បែកគួរសន្លប់ទៅហើយបន្តិចក្រោយមក Nebula ក៏បានធ្វើដំណើរមកដល់និងជួយប្រយុទ្ធជាមួយនឹង Thanos ដែរឬនៅពេលដែលមានគ្នាច្រើនពាត់អញ្ចឹងពួកគេក៏មានឱកាសចាប់ដៃចាប់ជើងរបស់ Thanos ជាប់ឬ Mantis ក៏បានលោតជិះកនិងចង់សណ្ដំចិត្ត Thanos ឲ្យដេកលក់ចំណែក Peter វិញក៏ព្យាយាមទាញស្រោមដៃដាក់ត្បូង Infinity Stone នឹងចេញពីដៃរបស់គាត់ផងដែរប៉ុន្តែក្នុងពេលហ្នឹងដោយសារ Star-Lord ទប់កំហឹងអត់បាននៅពេលដឹងថា Thanos សម្លាប់ Gamora គាត់ក៏បានវាយ Thanos ខាងតែម្ដងនៅធ្វើ Thanos ភ្ញាក់ឡើងមកវិញនិងទាញស្រោមដៃរបស់គាត់ប្រារួចក៏វាយពួកគេគ្រប់គ្នានៅទីនោះឡើងប៉ាងខ្ចាត់ខ្ចាយហើយបន្តមកគាត់ក៏បានប្រើត្បូង Infinity Stone ចាប់បំណែកព្រះច័ន្ទដែលនៅក្បែរហ្នឹងមកគប់សង្កត់លើពួកគេតែម្ដងរា Peter វិញក៏បានប្រើសំណាញ់លូននិងចាប់ជួយសង្គ្រោះក្រុម Guardian ផងដែរហើយចំពោះ Tony Stark និង Dr. Strange គឺស្ទើរតែប្រយុទ្ធចាញ់ Thanos ទាំងពីរនាក់រួចនៅពេលដែល Thanos រៀបនឹងសម្លាប់ Tony ទៅហើយ Dr. Strange ក៏បានខាត់និងចរចាគ្នាជាមួយគាត់ថាបើទុកជីវិតឲ្យ Tony Stark Dr. Strange គឺនឹងប្រគល់ត្បូង Time Stone ឲ្យហើយបន្ទាប់ពីបាន Infinity Stone មួយគ្រាប់ទៀតហើយ Thanos ក៏បាន teleport ចាក់ចេញទៅហើយបន្តមកទៀតនៅពេលបានត្បូងទាំង6គ្រាប់ Thanos ក៏បានផ្ទាត់ដៃរំលាយជីវិតពាក់កណ្ដាលចក្រវាលចោលហើយនៅលើភព Titan នេះ Star-Lord Mantis Drax និង Dr. Strange ក៏រលាយស្លាប់ម្ដងមួយចំណែក Peter វិញដោយសារតែមានញាណពីងពិសេសក៏ដឹងខ្លួនថាគាត់ក៏រលាយដែរហើយ Peter ក៏បានទៅយំរក Tony Stark ថាខ្លួននឹងគឺមិនចង់ស្លាប់ឡើយប៉ុន្តែត្រឹមតែក្រោយមក Spider-Man រួមទាំងជីវិតពាក់កណ្ដាលចក្រវាលទៀតក៏คล้ายទៅជាធូលីទាំងអស់រយៈពេល5ឆ្នាំក្រោយមកក្រុម Avenger គឺបានឆ្លងពេលវេលាស្វែងរកត្បូង Infinity Stone ទាំង6គ្រាប់នៅអតីតកាលមកវិញហើយ Bruce Banner Hulk ក៏បានផ្ទាត់ដៃជួយសង្គ្រោះជីវិតពាក់កណ្ដាលចក្រវាលដែលរលាយនឹងឲ្យត្រឡប់មកវិញចឹងហើយ Spider-Man ក៏ដូចជាអ្នកផ្សេងដែលរលាយនឹងក៏មានជីវិតមកវិញផងដែរឬ Dr. Strange ក៏បានបើក portal នាំពួកគេត្រឡប់ទៅកាន់ផែនដីដើម្បីចូលរួមជាមួយក្រុម Avenger ផ្សេងទៀតប្រយុទ្ធនឹងយក្សកំណាចនិងកងទ័ព Thanos ហើយនៅក្នុងវាលសង្គ្រាមនឹងដែរ Spider-Man គឺបានទៅវាយជាមួយនឹង Carl Obsidian ឬក៏បានជួបជុំគ្នាជាមួយ Tony Stark អោបគ្នាជាមួយគាត់បាត់រៃនឹងរលឹកមែនតើឬបន្តមក Spider-Man ក៏បានទៅជួយដណ្ដើមយកស្រោមដៃ Infinity Stone ប្រយុទ្ធជាមួយនឹងពួក Outrider កូនចៅរបស់ Thanos ដោយប្រើបច្ចេកវិទ្យាសម្លាប់នៅក្នុងខោអាវ Iron Spider នេះហើយក៏បានបាញ់សម្លាញ់តោញញញនេះដែល Captain America បានគប់មកឬក៏ទៅចូលរួមជាមួយក្រុមវីរៈនារីនៅទីនោះអីជាដើមហើយចុងក្រោយត្បូងទាំង6គ្រាប់ហ្នឹងក៏ធ្លាក់ទៅក្នុងដៃរបស់ Tony Stark រួចគាត់ក៏ផ្ទាត់ដៃរំលាយ Thanos និងកងទ័ពរបស់គាត់ចោលទាំងអស់ហើយក្រុម Avenger ក៏យកឈ្នះសង្គ្រាមមួយនេះផងដែរប៉ុន្តែដោយសារតែចំហាយធម្មពលជះចេញពីត្បូងហ្នឹងគឺខ្លាំងក្លាពេក Tony Stark ដែលជាអ្នកផ្ទាត់ដៃនេះក៏ស្លាប់បាត់បង់ជីវិតដូចគ្នាចំណែក Peter វិញក៏បានយំទាំងភាពជឿជាក់មែនទែននៅពេលឃើញបែបនេះឬបន្ទាប់មកគាត់ជាមួយនឹងក្រុម Avenger ផ្សេងទៀតក៏បានទៅចូលរួមពិធីបុណ្យសពលា Tony Stark Iron Man ជាលើកចុងក្រោយ
រយៈពេល8ខែក្រោយមកអ្វីគ្រប់យ៉ាងនេះគឺហាក់ដូចជារៀងត្រឡប់មកស្ថានភាពធម្មតាវិញហើយទាំងពិភពលោកនេះគឺនៅកាន់ទុកការស្លាប់របស់ Tony Stark Iron Man នៅឡើយហើយនៅពេលនេះ Peter រួមទាំងមិត្តរួមថ្នាក់របស់គាត់នេះគឺកំពុងតែរៀបចំដើម្បីធ្វើដំណើរទស្សនកិច្ចសិក្សានៅខាងអឺរ៉ុបឬ Peter ក៏មានកម្រងដែរថានឹងតែសារភាពស្នេហ៍ប្រាប់ Michelle Jones ឬក៏ MJ ជាប្រធានថ្នាក់របស់គាត់នឹងនៅពេលពួកគេដើរលេងនេះហើយនៅពេលឡើងយន្តហោះនឹង Peter គឺចង់ទៅអង្គុយក្បែរ MJ មែនតើប៉ុន្តែគឺទៅអត់ទាន់រួចបានត្រឹមតែសម្លឹងមើលនាងអង្គុយក្បែរអ្នកផ្សេងទាំងខឹងចិត្តប៉ុណ្ណោះហើយមួយរយៈខ្លីៗមកពួកគេទាំងអស់គ្នានឹងក៏បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីឬបន្ទាប់ពីរកផ្ទះសំណាក់និងរៀបចំយកអីវ៉ាន់យកអីទុកអស់ហើយពួកគេនឹងក៏បាននាំគ្នាចេញដើរលេងនៅក្នុងទីក្រុង Venice ផងដែរប៉ុន្តែក្នុងពេលនោះទឹកទន្លេនៅកន្លែងទីក្រុងនេះហាក់ដូចជារៀងប្រែប្រួលស្ថានភាពអត់ម៉េចទេហើយភ្លាមនឹងគឺស្រាប់តែលេចវត្តមានបិសាចទឹកយក្សដ៏ធំមួយផុសខ្លួនចេញមកហើយវានឹងក៏ចាប់ផ្ដើមក៏វាយកំទេចបរិវេណជុំវិញទីនេះហើយចំពោះ Peter នៅពេលឃើញអញ្ចឹងក៏ស្លន់តែម្ដងប៉ុន្តែអាវុធរបស់គាត់គឺមានតែសំណាញ់ពីងមិនដឹងជាវាយជាមួយបិសាចទឹកដល់របៀបម៉េចនោះទេហើយនៅពេលនោះដែរគឺស្រាប់តែលេចវត្តមាន Superhero ដ៏លយខ្លាំងមួយហៅថា Mysterio បានហោះមកដល់ហើយ Mysterio នេះគឺមានសិលលយខ្លាំងមែនទែនចាប់ទាញដៃជើងរបស់វានិងហែកខ្លួនកំទេចសម្លាប់បិសាចទឹកនឹងបានសម្រេចនៅក្នុងជំនួបដែរ Nick Fury គឺបានមកជួបជាមួយនឹង Peter ហើយ Nick Fury ក៏បានប្រគល់វ៉ែនតាមួយទៅកាន់ Peter ផងដែរនិងប្រាប់ថានេះគឺជាកាដូដែល Tony Stark បានសល់ទុកឲ្យ Peter ហើយបន្តមកទៀតពួកគេនឹងក៏បានទៅជួបគ្នាជាមួយនឹង Mysterio ហើយពេល Mysterio នេះក៏បានណែនាំខ្លួនឈ្មោះថា Quentin Beck ដោយគាត់គឺជា Superhero មកពីចក្រវាឡលេខ833ហើយបិសាចដែលគាត់បានវាយជាមួយនឹងគឺជាបិសាចធាតុទាំង4ទឹកដីភ្លើងខ្យល់មកពីចក្រវាឡគាត់ដែររួចបិសាចធាតុទាំង4នឹងគឺបានកំទេចផែនដីនៃចក្រវាឡគាត់បាត់ទៅហើយឥឡូវនេះវាកំពុងតែឆ្លងមកកាន់ចក្រវាឡមួយនេះហើយគាត់នឹងគឺតាមមកដើម្បីដេញសម្លាប់វាដូចគ្នាដោយបិសាចដីនិងបិសាចទឹកនឹងត្រូវបានចាត់ការហើយឥឡូវនៅតែបិសាចភ្លើងហើយខ្យល់តែប៉ុណ្ណោះហើយបើតាមការសង្កេតមើលរបស់គាត់បិសាចនឹងគឺនឹងលេចខ្លួននៅក្នុងទីក្រុង Prague ក្នុងពេលឆាប់ៗនេះចាស់ហើយទំនិញ Fury ក៏ចាំឲ្យ Peter ជួយ Mysterio ដើម្បីចាត់ការបិសាចនឹងផងដែរបន្តមកទៀតក្នុងពេលធ្វើដំណើរតាមផ្លូវហ្នឹង Peter ក៏បានយកវ៉ែនតាដែល Tony បន្សល់ឲ្យគាត់នេះមកពាក់មើលថាជាអ្វីហើយក៏រកឃើញថានេះមិនមែនជាវ៉ែនតាធម្មតាទេបន្សល់នៅបច្ចេកវិទ្យាខ្លាំងៗជាច្រើនដែល Tony កែច្នៃផលិតមកពលគឺដូចជាផ្កាយរណបមួយពោពេញដោយអាវុធដ្រូនជាច្រើនអីជាដើមបន្តមកទៀតនៅពេលទៅដល់ទីក្រុង Prague ហើយ Nick Fury នឹងគឺមានឈុតខោអាវ Spider-Man ពណ៌ខ្មៅមួយសម្រាប់ Peter ផងដែរដើម្បីរក្សាអត្តសញ្ញាណរបស់គាត់ហើយមួយសន្ទុះធំក្រោយមកបិសាចភ្លើងដែល Mysterio បាននិយាយនឹងគឺពិតជាលេចវត្តមានមកពិតមែនហើយ Mysterio ក៏បានលោតចូលមកប្រើយុទ្ធសាស្ត្រប្រយុទ្ធគ្នាជាមួយវាចំណែក Peter វិញក៏ខំជួយដែរបានបាញ់ទឹកបាញ់អីទៅកាន់បិសាចភ្លើងហ្នឹងតែមើលទៅហាក់ដូចជាគ្មានប្រតិកម្មអីបន្តិចនោះទេហើយបិសាចភ្លើងនេះគឺបានស៊ីលោហៈដែកជាច្រើននិងរីកខ្លួនវាកាន់តែធំទៅទៀតផងចឹងហើយទៅ Mysterio ក៏ប្រថុយជីវិតនិងបញ្ចេញថាមពលទាំងអស់ពីខ្លួនធ្វើការបាញ់យ៉ាងខ្លាំងទៅកាន់បិសាចភ្លើងមួយនេះហើយវានេះគឺពិតជាមានប្រសិទ្ធភាពពិតមែន Mysterio គឺអាចយកឈ្នះបិសាចភ្លើងនឹងបានហើយ Peter វិញក៏បានសម្លឹងមើលគាត់ជាមួយនឹងក្តីកោតសរសើរខ្លាំងមែនតើចឹងហើយទៅបន្តមកទៀតក្នុងពេលអង្គុយនិយាយគ្នាពីរនាក់ Peter នឹងក៏បាននិយាយរឿងក្នុងចិត្តដែរកាលដែលអ្នកគ្រប់គ្នានឹងគឺផ្ដោតសម្ពាធឲ្យគាត់មែនតើចង់ឲ្យ Spider-Man ធ្វើជាអ្នកបន្តវេន Iron Man ប៉ុន្តែ Peter មើលទៅគឺហាក់ដូចជាមិនស័ក្តិសមនឹងការងារមួយនេះឡើយដោយសារតែគាត់នឹងគឺគ្រាន់តែចង់ធ្វើជាក្មេងប្រុសធម្មតាទៅដើរលេងជាមួយនឹងមិត្តភ័ក្តិសាសនាគាត់ប៉ុណ្ណោះហើយការងារខ្នាតធំជា Superhero បន្តពី Iron Man អីហ្នឹងមើលទៅ Mysterio ហាក់ដូចជាស័ក្តិសមជាងអញ្ចឹងហើយទៅ Peter នឹងក៏សម្រេចចិត្តប្រគល់វ៉ែនតាដែល Tony Stark បន្សល់ឲ្យហៅថា Edis នេះឲ្យទៅកាន់ Quentin Beck ឬក៏ Mysterio ផងដែរហើយ Peter នឹងក៏បានរកឱកាសទៅជួបដើរលេងជាមួយ MJ តែពីរនាក់ផងដែរហើយ MJ នឹងក៏បានទីដឹងថា Peter Parker នេះគឺជា Spider-Man រួចទៅជា Peter ខំប្រឹងប្រកែកមិនក៏មិនឈ្នះដែរដោយសារតែ MJ នឹងគឺរកឃើញសំណាញ់ពីងនៅកន្លែងវាយគ្នាជាមួយបិសាចមុនហ្នឹងហើយ MJ នឹងគឺបានឃើញសំណាញ់បាញ់ជាប់ជាមួយនឹងឧបករណ៍អីមួយរួចនៅពេលយកវាចេញមកឧបករណ៍នឹងគឺបានបញ្ចេញនូវរូបភាព hologram យ៉ាងធំខ្លាំងមួយដោយនេះគឺវីដេអូ hologram Mysterio កំពុងវាយជាមួយបិសាចមើលទៅគឺដូចជាពិតមែនតើចឹងហើយក៏បានធ្វើឲ្យ Peter ភ្លឺភ្នែកតែម្ដងនិងរកឃើញការពិតថាទាំងខ្លួនឬក៏ Nick Fury អីសុទ្ធតែចាញ់បោក Mysterio ទាំងអស់អាបិសាចទឹកដីភ្លើងខ្យល់ដែល Mysterio វាយគ្នាអីហ្នឹងការពិតទៅសុទ្ធតែជាវីដេអូ hologram ទាំងអស់ហ្នឹងចឹងហើយទៅបន្តមក Peter នឹងក៏បានប្រញាប់ធ្វើដំណើរទៅស្វែងរក Nick Fury ផងដែរប៉ុន្តែនិយាយមិនទាន់បានប៉ុន្មានផង Peter នឹងគឺបានរកឃើញថាចាញ់បោក Mysterio ទៀតហើយទាំង Nick Fury, Maria Hill ឬក៏បរិវេណជុំវិញទីនេះសុទ្ធតែជា hologram ខ្លាំងៗទាំងអស់ហើយរឿងដ៏ធំហ្នឹង Mysterio ឥឡូវនេះគឺមានវ៉ែនតា Edis ក៏ដូចជា drone ជាច្រើនរបស់ Tony Stark ទៀតចឹងហើយក៏ធ្វើឲ្យបច្ចេកវិទ្យាបំភាន់ភ្នែករបស់គាត់នឹងគឺកាន់តែខ្លាំងទៅហើយ Peter នឹងគឺពិតជាពិបាកក្នុងការវាយ Mysterio មែនទែនឡើងវង្វេងវង្វាន់ទៅហើយជាមួយនឹងរូបភាពវីដេអូ hologram ខ្លាំងៗជុំវិញខ្លួនពលគឺដូចជាគាត់ជាប់នៅក្នុងក្តីសុបិនដ៏អាក្រក់មួយអញ្ចឹងមិនអាចបែងចែកការពិតនឹងខ្លាំងៗបាននោះទេហើយ Mysterio នឹងក៏បានរុញ Peter ចូលទៅកាន់កន្លែងផ្លូវរថភ្លើងមួយស្របពេលដែលរថភ្លើងយ៉ាងលឿនកំពុងតែបកមកនិងបុក Peter ទៅប៉ុន្តែសំណាងល្អ Peter នឹងគឺមិនបានស្លាប់បាត់បង់ជីវិតទេនៅបានជិះតាមរថភ្លើងនឹងទៅដល់ប្រទេសហូឡង់ផងដែររួចគាត់នឹងក៏បានទៅទូរស័ព្ទទៅស្វែងរកជំនួយពី Happy Hogan ឲ្យមកជួយគាត់ផងហើយ Peter ក៏ប្រាប់រឿងរ៉ាវទៅកាន់ Happy ផងដែរឥឡូវនេះពួកគេនឹងគឺបញ្ញាប់ជិះយន្តហោះទៅបញ្ឈប់ Mysterio ជាបន្ទាន់ហើយនៅលើយន្តហោះនឹងក៏មានគ្រឿងក្រៅបច្ចេកវិទ្យាដែល Iron Man បន្សល់ឲ្យដែររួច Peter នឹងក៏បានប្រើប្រាស់វាដើម្បីកែច្នៃបង្កើតឈុត Spider-Man ថ្មីហើយពួកគេនឹងក៏តាម Mysterio ទៅដល់កន្លែងទីក្រុង London ដោយនៅទីនោះ Mysterio កំពុងតែរៀបចំឈុតឆាកល្ខោនបោកប្រាស់យ៉ាងធំមែនទែនដោយប្រើប្រាស់ drone បញ្ចេញនូវ hologram ដ៏ធំមួយឃើញខ្លួនឯងកំពុងតែប្រយុទ្ធជាមួយនឹងបិសាចធាតុទាំង4ទឹកដីភ្លើងខ្យល់ហើយមួយ Quentin Beck នឹងគឺកំពុងតែឈរបញ្ជា drone ពីចម្ងាយប៉ុណ្ណោះហើយ Peter ក៏បានលោតចូលមកនិងទៅបុកចំអាបិសាចដ៏ធំមួយនេះដោយនៅក្នុងនោះគឺសុទ្ធតែជា drone
drone កំពុងតែបញ្ចេញនូវរូបភាព hologram คล้ายៗប៉ុណ្ណោះហើយ Peter នឹងក៏បាញ់សំណាញ់ចាប់ចងកំទេច drone ម្ដងមួយផងដែរឬ Mysterio គឺក្តៅចិត្តខ្លាំងមែនទែនបញ្ចេញ drone ជាច្រើនឲ្យដេញបាញ់សម្លាប់ Peter តែម្ដងប៉ុន្តែ Peter គឺលោតផ្លាស់ទីកិច្ចខ្លួនពីមួយកន្លែងទៅមួយកន្លែងនិងបាញ់សំណាញ់ចង drone ទាំងនោះកំទេចរមូលចូលគ្នាបំផ្ទុះកំទេចចោលហើយ Peter ក៏រកឃើញពីទីតាំងរបស់ Mysterio និងលោតរត់ទៅវាយគាត់ប៉ុន្តែ Mysterio ក៏បានបញ្ចេញនូវរូបភាព hologram คล้ายបំភាន់ភ្នែកនិងធ្វើអ្វីគ្រប់យ៉ាងនៅទីនោះគឺងងឹតឈឹងទាំងអស់ Peter មិនអាចបែងចែកការពិតនឹងคล้ายទេចំណែកឯ Peter វិញគឺបានបិទភ្នែកតែម្ដងនិងប្រើប្រាស់ញាណពីង Spider Sense របស់គាត់ដើម្បី scan មើលពីគ្រោះថ្នាក់ជុំវិញខ្លួនរួច Peter ក៏បានលោតទៅវាយកំទេចdroneនៅទីនោះម្ដងមួយទាំងបិទភ្នែកផងដែរហើយចុងក្រោយគ្រាប់កាំភ្លើងចេញពី drone ដែល Mysterio រកបាញ់ទៅកាន់ Peter នឹងក៏បានឡងមកបុកគាត់វិញហើយ Mysterio វិញក៏បានដេកស្លាប់នៅទីនោះផងដែរហើយក្រោយពីព្រឹត្តិការណ៍មួយនោះហើយដំណើរទស្សនកិច្ចសិក្សានៅអឺរ៉ុបរបស់ Peter និងមិត្តរួមថ្នាក់នឹងក៏បានបញ្ចប់ហើយពួកគេនឹងក៏ត្រឡប់មកកាន់ទីក្រុង New York វិញប៉ុន្តែក្រោយមកទៀតរឿងដ៏នឹកស្មានម្ដងហ្នឹងចាស់វ៉ាកាសែត The Daily Bugle ឈ្មោះថា J. Jonas Jameson គឺបានផ្សាយព័ត៌មានដែលគាត់ទទួលបានពី Mysterio ពលគឺដោយសារតែ Mysterio បាន record វីដេអូទុកនិយាយពីសកម្មភាពរបស់ Spider-Man អាក្រក់ប្រើប្រាស់ drone ដែល Tony Stark ទុកឲ្យនឹងមកវាយប្រហារគាត់ហើយមិនតែប៉ុណ្ណោះ Mysterio ក៏បានទម្លាយពីអត្តសញ្ញាណពិតប្រាកដរបស់ Peter Parker គឺជា Spider-Man ប្រកាសឲ្យសាធារណជនទាំងអស់បានដឹងផងដែរបន្ទាប់ពីហេតុការណ៍ដ៏ធំមួយនេះហើយជីវិតរបស់ Peter Parker នឹងគឺចាប់ផ្ដើមលំបាកតែម្ដងអ្នកខ្លះនឹងគឺស្រឡាញ់ចូលចិត្ត Peter ជា Spider-Man អ្នកខ្លះនឹងគឺស្អប់គាត់មែនទែនគិតថា Peter បានសម្លាប់ Mysterio ចឹងហើយទៅ Peter ក៏បានទៅរកមេធាវីម្នាក់ឈ្មោះ Matt Murdock ឲ្យមកជួយការពារក្តីគាត់ផងដែរហើយទោះជា Matt Murdock នឹងពិការភ្នែកពិតមែនគាត់នឹងគឺជាមេធាវីដ៏ខ្លាំងម្នាក់នឹងអាចដោះស្រាយបញ្ហាផ្លូវច្បាប់នឹងបានរកផុសតាំងថា Peter Parker នឹងគឺ slow ត្រង់មិនបានសម្លាប់ Mysterio អីឡើយប៉ុន្តែទោះជាបែបនឹងពិតមែនជីវិតរបស់ Peter Parker នឹងគឺនៅតែលំបាកដដែលទៅណាក៏គេស្គាល់ទៅណាក៏គេចោមរោមហើយ Peter ជាមួយនឹង Aunt May នឹងក៏ត្រូវបង្ខំចិត្តឬផ្ទះទៅនៅកន្លែងរបស់ Happy មួយរយៈពេលខ្លីសិនហើយសូម្បីតែដល់ថ្នាក់រៀនក៏មានសិស្សសាលាផ្សេងទៀតមកចោមរោមរត់ថតរូបជាមួយគាត់អីទៀតផងគួរឲ្យធុញមែនតើហើយ Peter អ្នកនិង MJ នឹងក៏បានទៅលាក់ខ្លួនលើដំបូលសាលាផងដែរនឹងនិយាយថាគួរធ្វើយ៉ាងម៉េចទៀតព្រោះឥឡូវនេះពួកគេជិតចប់ថ្នាក់វិទ្យាល័យហើយកំពុងតែចង់ដាក់ពាក្យទៅរៀននៅកន្លែងសាលាបច្ចេកវិទ្យា MIT ប៉ុន្តែដោយសារតែគេឈ្មោះ Peter Parker Spider-Man នឹងសាលា MIT នឹងក៏បដិសេធមិនទទួល Peter ឲ្យចូលរៀននោះទេពួកគឺសូម្បីតែ MJ និងអ្នកដែលជាពួកម៉ាក់ចិត្តស្និទ្ធរបស់ Peter នឹងដែលសិតតែជាសិស្សពូកែក៏សាលា MIT នេះមិនទទួលដូចគ្នាចឹងហើយ Peter នឹងគឺកាន់តែឈឺក្បាលតែម្ដងអ្វីដែលកើតឡើងនឹងមិនមែនប៉ះពាល់តែគាត់ម្នាក់ទេមនុស្សដែលគាត់ស្រឡាញ់ជុំវិញខ្លួននឹងគឺសិតតែមានបញ្ហាទាំងអស់ហើយបន្តមកទៀត Peter Parker ក៏បាននឹកឃើញទៅដល់កំពូល Cruiser Sorcerer Supreme Doctor Strange ចឹងហើយទៅបន្តមកទៀត Peter ក៏បានធ្វើដំណើរទៅកាន់វិហារ Sanctum Sanctorum ដើម្បីទៅរកគាត់ផងដែរនិងប្រាប់ Doctor Strange ពីបញ្ហាជីវិតរបស់គាត់បន្ទាប់ពី Mysterio បានទម្លាយអត្តសញ្ញាណរបស់ខ្លួនជាសាធារណៈបែបនេះចឹងក៏បានមកសួរថា Doctor Strange មានវិធីអីដែលអាចជួយបានអត់ហើយ Doctor Strange ក៏បាននឹកឃើញដល់វេទមន្តបំបត្តិការចងចាំមួយហៅថា The Rune of Cough Cold ប៉ុន្តែវ៉មក៏បានដាស់តឿនថាវេទមន្តនេះគ្រោះថ្នាក់មែនទែនកុំឲ្យ Doctor Strange ប្រើវាឲ្យសោះរា Doctor Strange ដោយសារមើលទៅរាអាណិត Peter នឹងចង់ជួយគាត់ក៏បាននាំ Peter ទៅកាន់ជាន់ក្រោមនៃវិហារ Sanctum Sanctorum នេះហើយ Doctor Strange ក៏បានសូត្រវេទមន្តបំបត្តិការចងចាំនឹងដើម្បីឲ្យមនុស្សពេញពិភពលោកភ្លេចថា Peter Parker គឺជា Spider-Man ប៉ុន្តែ Peter វិញក៏នឹកឃើញដល់ MJ Ned ឬក៏អ្នកមីងមេអីមិនចង់ឲ្យពួកគាត់ភ្លេចឡើយរួចក៏បានចូលទៅនិយាយប្រាប់ Doctor Strange ផងដែរប៉ុន្តែវានេះក៏បានធ្វើឲ្យមន្តអាគមរបស់ Doctor Strange បានខូចនឹងគ្រោះថ្នាក់ខ្លាំងមែនទែនគាត់កំពុងតែសូត្រវេទមន្ត Peter មកញ៉ៃញ៉ៃបែបនេះក៏ធ្វើឲ្យវេទមន្តនឹងគឺផ្ទុះខ្ទេចខ្ទីហើយពេលឃើញអញ្ចឹង Doctor Strange គឺភ័យខ្លាំងតែម្ដងរួចក៏ព្យាយាមចាប់បង្ក្រាបវេទមន្តមួយនេះផងដែរហើយក៏ស្ដីឲ្យ Peter មែនទែនហេតុអីក៏មកញ៉ៃញ៉ៃក្នុងពេលដែលគាត់សូត្រមន្តអាគមអញ្ចឹងឥឡូវនឹងនឹងមានរឿងធំទៅហើយក៏បានបណ្ដេញ Peter ចេញទៅវិញផងដែរបន្តមកទៀត Peter ក៏បានធ្វើដំណើរទៅស្វែងរកនាយកសាលា MIT ដើម្បីសុំអង្វរគាត់ថាទោះជាមិនទទួលខ្លួនដែលជា Spider-Man ក៏ដោយនឹងសុំកុំឲ្យនាំរឿងដល់ MJ ឬក៏ Ned ដែលជាពួកម៉ាក់គាត់អីហើយក្នុងពេលនោះញាណពីងរបស់ Peter ក៏ភ្ញាក់ឡើងថាមានគ្រោះថ្នាក់មកហើយអញ្ចឹងហើយទៅ Peter ក៏បានបញ្ចេញឈុត Iron Spider មកប្រឈមនឹងបរិសម្នាក់ដែលបង្ហាញខ្លួនជាមួយនឹងដៃមឹកដៃជាច្រើនដែលពេលហ្នឹងគឺជា Dr. Octopus នឹងឯងហើយក្នុងពេលវាយគ្នានឹង Doc Ock ក៏បានឃើញមុខរបស់ Peter ផងដែរនិងភ្ញាក់ផ្អើលមែនតើព្រោះតែនេះគឺមិនមែនជា Peter ដែលគាត់ស្គាល់ឡើយរា Peter យើងវិញក៏ប្រាប់ដូចគ្នាថាខ្ញុំក៏មិនស្គាល់លោកឯងដែរហើយបន្តមកគាត់នឹងក៏បានប្រើបច្ចេកវិទ្យានៃឈុតខោអាវ Iron Spider នឹង hack ចូលដៃដែករបស់ Dr. Octopus រួចក៏អាចចាប់បង្ក្រាប Doc Ock បានតែបន្តិចក្រោយមកគឺស្រាប់តែលេចវត្តមានវាលៀនមួយទៀតហើយមករកវាយប្រហារ Spider-Man ដែលមួយនេះគឺ Green Goblin នឹងបានគប់គ្រាប់បែកមកសម្ដៅមកកាន់គាត់ប៉ុន្តែភ្លាមនោះ Doctor Strange នឹងគឺបានប្រើ Sling Ring បើក portal បញ្ជូន Peter និង Dr. Octopus ត្រឡប់ទៅកាន់កន្លែងវិហារ Sanctum Sanctorum វិញរួចគាត់ក៏បានចាប់ Doc Ock ឃុំផងដែរហើយនៅទីនោះក៏មានវាលៀនរបស់ Spider-Man ម្នាក់ទៀតហៅថា Lizard ត្រូវបាន Doctor Strange ចាប់បានដូចគ្នារួច Doctor Strange ក៏បានបញ្យល់ប្រាប់ Peter ផងដែរថាដោយសារតែការសូត្រមន្តអាគមខុសវេទមន្តដ៏ខ្លាំងនេះគឺបានធ្លាយប៉ះពាល់ដល់ពហុចក្រវាឡផ្សេងទៀតអញ្ចឹងហើយក៏មានវត្តមានបុគ្គលជាច្រើនដែលស្គាល់អត្តសញ្ញាណ Peter Parker ជា Spider-Man នឹងបានធ្លាយចូលមកកាន់ចក្រវាឡរបស់ពួកគេហើយ Doctor Strange នឹងក៏បានប្រាប់ Peter ឲ្យទៅចាប់អ្នកដែលធ្លាយចក្រវាឡនឹងមកឲ្យអស់មកដើម្បីឲ្យគាត់នឹងបញ្ជូនពួកគេទៅកាន់ចក្រវាឡរៀងៗខ្លួនវិញបើមិនអញ្ចឹងទេទោះអាយុប្រកាសជាមានរឿងធំជានេះជាមិនខានអញ្ចឹងហើយទៅ Peter ក៏បានហៅ Ned និង MJ ឲ្យមកជួយផងដែរដើម្បីស្វែងរកបុគ្គលដែលធ្លាយចក្រវាឡនឹងមកហើយ Peter ក៏បានទៅរកឃើញមនុស្សអគ្គិសនី Electro
Electro ហើយនឹងមនុស្សខ្សាច់ Sandman ឬ Peter ក៏បានប្រើសំណាញ់វេទមន្តដែល Dr. Strange ឲ្យនឹងបាញ់ទៅកាន់ពួកគេទាំងពីរផងដែរនឹងបញ្ជូ Electro ក៏ដូចជា Sandman នឹងទៅកន្លែងមន្ទីរខំខាំងវិហារសែងតឹមសែងតរំនឹងហើយបន្តមកទៀត Aunt May ក៏បានទេទូរស័ព្ទមករក Peter ផងដែរប្រាប់ថានៅកន្លែងមជ្ឈមណ្ឌលរបស់គាត់នឹងមានបរិសម្នាក់ស្គាល់នឹងចង់ស្វែងរក Spider-Man ចឹងហើយទៅ Peter ក៏ប្រញាប់ធ្វើដំណើរទៅកាន់ទីនោះតែម្ដងនឹងបានជួបគ្នាជាមួយ Norman Osborn ឬក៏ Green Goblin នឹងហើយមើលទៅគាត់នេះមិនមែនជា Villain Spider-Man អាក្រក់អីនោះទេហាក់ដូចជាបរិស slow ត្រង់គួរឲ្យអាណិតម្នាក់ទៅវិញឬ Norman Osborn ក៏យល់ព្រមទៅជាមួយ Peter តាមសម្រួលផងដែរបន្តមកទៀតនៅពេល Villain របស់ Spider-Man ដែលចាប់បាននឹងគឺ Norman Osborn Dr. Octopus Electro Sandman ហើយនិង Lizard និយាយគ្នាទៅពួកគេនឹងក៏រកឃើញដែរថានៅចក្រវាឡរបស់ខ្លួនឯងគឺសត្វតែមានជោគវាសនាត្រូវស្លាប់នៅពេលវាយគ្នាជាមួយនឹង Spider-Man ចឹងហើយនៅពេល Dr. Strange មកដល់នឹងចង់បញ្ជូនពួកគេទៅកាន់ចក្រវាឡរៀងៗខ្លួនវិញ Peter នឹងគឺស្ទាក់ស្ទើរចិត្តមែនទែននៅពេលដឹងថាបញ្ជូន5នាក់នេះទៅស្លាប់ហើយ Dr. Strange ក៏បានបញ្យល់ថាពួកគេមួយៗនឹងគឺសត្វតែមានជោគជតារឿងរ៉ាវជីវិតនៅក្នុងចក្រវាឡខ្លួនឯងដូច្នេះ Peter នឹងគឺមិនគួរលុកដៃរឿងរ៉ាវចក្រវាឡផ្សេងនោះទេប៉ុន្តែ Peter វិញគឺមិនអស់ចិត្តឡើយនៅតែចង់ជួយជីវិត Villain ទាំង5នាក់នេះដដែលនឹងដូច្នេះគាត់ក៏បានលួចកញ្ឆោតយកប្រអប់សិលរបស់ Dr. Strange នឹងដើម្បីរត់ផងដែររីឯ Dr. Strange វិញក៏ដេញតាមដណ្ដើមប្រអប់សិលនឹងមកវិញរួចក៏បានទះព្រលឹងចេញពីរាងកាយរបស់ Peter ទៀតផងហើយមិនតែប៉ុណ្ណោះគឺបានឆ្លងទៅកាន់វិមានកញ្ចក់ Mirror Dimension ទៀតដើម្បីងាយស្រួលបង្ក្រាប Peter ប៉ុន្តែ Peter នឹងគឺនៅតែអាចរត់គេចផុតបាននឹងបាញ់សំណាញ់ចោល Dr. Strange ជាប់ទៀតផងហើយមិនតែប៉ុណ្ណោះគឺបានលួចយកចិញ្ចៀន Sling Ring របស់គាត់ចាក់ចេញទៅនិងទុក Dr. Strange ម្នាក់ឯងនៅក្នុងវិមានកញ្ចក់មួយនេះបន្តមកទៀត Peter ក៏បាននាំ Villain ទាំង5នាក់នឹងទៅកាន់កន្លែងរបស់ Happy ដោយសារតែនៅទីនោះគឺមានម៉ាស៊ីន Iron Man ទុកសល់ឲ្យមួយហើយ Peter គឺចង់កែច្នៃបង្កើតថ្នាំបន្សាបសម្រាប់ Villain ទាំង5នាក់នេះឲ្យក្លាយទៅជាមនុស្សធម្មតាវិញមុននឹងបញ្ជូនពួកគេទៅកាន់ចក្រវាឡរៀងៗខ្លួនហើយអ្នកដំបូងដែលគាត់ជួយនោះគឺ Dr. Octopus ដែលមានដៃដែកមិនអាចគ្រប់គ្រងបានចឹងហើយបានជាគាត់ក្លាយទៅជា Villain អាក្រក់បែបនេះឬ Peter ក៏បានកែច្នៃផលិត chip កុំព្យូទ័រមួយនិងដាក់ជួយដល់អង្គនឹងឲ្យមានស្មារតីពេញលេញអាចគ្រប់គ្រងដៃដែករបស់គាត់នេះកើតប៉ុន្តែអ្វីដែលពួកគេអត់ដឹងហ្នឹងគឺថា Norman Osborn មានអត្តចរិតចំនួន2មួយគឺល្អហើយមួយទៀតគឺបិសាច Green Goblin អាក្រក់ហើយអត្តចរិតអាក្រក់ Green Goblin ហ្នឹងក៏បានចូលមកគ្រប់គ្រងរាងកាយរបស់ Norman Osborn ផងដែរហើយញាតិពីពី Spider Sense របស់ Peter ក៏រំញោចប្រាប់គាត់ដែរមានគ្រោះថ្នាក់កើតឡើងហើយ Green Goblin ហ្នឹងក៏បានឆាកវាយប្រហារទៅកាន់ Spider-Man តែម្ដងរីឯ Electro Sandman ក៏ជា Lizard ដែលស្ទើរតែជាសត្រូវរបស់ Spider-Man ហ្នឹងក៏ចូលក្រុមជាមួយនឹង Green Goblin ដែររីឯ Dr. Octopus វិញគឺត្រូវបាន Electro វាយគាត់ប៉ាល់គ្នាចេញពីអគារមួយនេះហើយ Green Goblin គឺបានលោតទៅវាយជាមួយ Peter ធ្លាក់បុកធ្លាយពីជាន់មួយទៅជាន់មួយទៀតដល់ក្រោមហើយនៅពេលដែល Green Goblin កំពុងតែចាប់ច្បាច់កោរសម្រាប់ Peter ហ្នឹង Aunt May ក៏ចង់មកជួយប៉ុន្តែគាត់ហ្នឹងគឺហាក់ដូចជាមិនអាចធ្វើអីបានឡើយហើយវាក៏បានបញ្ជា glider របស់ខ្លួនហ្នឹងហោះមកបុក Aunt May ពីក្រោយមួយទំហឹងតែម្ដងហើយ Green Goblin ក៏បានគប់ក្របបែករបស់ខ្លួនមួយចេញមកនិងហោះចាក់ចេញទៅរីឯ Peter វិញក៏សវេស្វាខំទៅទះក្របបែកហ្នឹងចេញពី Aunt May ផងដែរប៉ុន្តែទោះជាយ៉ាងណា Aunt May ហ្នឹងគឺរងរបួសធ្ងន់ខ្លាំងមែនទែនហើយមនុស្សស្លាប់ម្នាក់នេះក៏បាននិយាយពីលើកទឹកចិត្តទៅកាន់ Peter ផងដែរគឺ with great power come great responsibility ឬក៏សមត្ថភាពដ៏ខ្លាំងក្លានាំមកនូវទំនួលខុសត្រូវដ៏ធំនឹងឯងដែលពាក្យទាំងនេះគឺឆ្លុះបញ្ចាំងពីជីវិតរបស់ Peter Parker ឬក៏ Spider-Man នេះតែម្ដងបន្តមកទៀត Peter ក៏បានទៅអង្គុយយំម្នាក់ឯងនៅកន្លែងដំបូលសាលារៀនរបស់គាត់ហើយមួយសន្ទុះក្រោយមក MJ និង Ned ក៏មករកគាត់ឃើញនៅទីនេះហើយមិនត្រឹមតែប៉ុណ្្នឹងទេ Spider-Man ចំនួន2នាក់ទៀតក៏លេចវត្តមានមកជួបគ្នាជាមួយនឹង Peter Parker ដែរហើយអ្នកទាំងពីរហ្នឹងគឺជា Peter Parker Spider-Man មកពីចក្រវាឡផ្សេងរៀងខ្លួនហើយ Peter 1និង Peter 2នេះក៏បានចូលរួមជួយរំលែកទុក្ខ Peter របស់យើងលើការស្លាប់របស់ Aunt May ដែរហើយក៏បាននិយាយថានៅក្នុងចក្រវាឡរបស់ពួកគេក៏មានរឿងសោកនាដកម្មអញ្ចឹងកើតឡើងដូចគ្នាគឺតាក់ទងនឹង Uncle Ben ឬក៏ Gwen Stacy ដែលជាសង្សារអីជាដើមប៉ុន្តែទោះជាយ៉ាងណាជីវិតពួកគេជា Spider-Man នេះមិនអាចបាត់បង់ក្តីសង្ឃឹមនិងទំនួលខុសត្រូវដ៏ធំបានឡើយបន្តមកទៀត Peter 1 Peter 2និង Peter 3 3នាក់នេះក៏បានជួយគ្នាទៅវិញទៅមកដើម្បីបង្កើតថ្នាំបន្សាបបង្ក្រាបពួក Villain ប្រមាណអ្នកនោះហើយបន្តមកពួកគេនឹងក៏ចាំទៅត្រៀមប្រយុទ្ធនៅកន្លែងរូបសំណាក Statue of Liberty ផងដែរហើយក្នុងពេលហ្នឹងអ្នកទាំង3ក៏និយាយគ្នាចែករំលែកបទពិសោធន៍ជា Spider-Man ហើយ Peter របស់យើងនឹងគឺបានអួតរឿងចូលក្រោ Avengers ក៏ជាវាយគ្នាជាមួយ Alien Thanos ទៀតផងចំណែក Peter 3វិញគឺច្នៃមែនតើគាត់អាចវាយគ្នាជាមួយនឹង Alien សោះហើយចំពោះ Peter 2វិញក៏បង្ហាញពីសម្លេងរបស់គាត់ផងដែរអាចបានចេញពីដៃតែម្ដងមិនត្រូវការឧបករណ៍បាញ់សម្លេង Websuiter អីឡើយហើយមួយសន្ទុះក្រោយមកក៏ Villain ក៏បានមកដល់ហើយ Peter 1 Peter 2និង Peter 3ក៏បានចេញទៅវាយតទល់ជាមួយនឹងពួកនឹងផងដែរហើយអ្នកទាំង3ក៏បានលោតចូលបាញ់សម្លេងតោងគ្នាទៅវិញទៅមកលយមែនតើហើយ Peter 1ក៏បានជួយ Peter 2ចុចថ្នាំបន្សាបកែប្រែមនុស្សខ្សាច់ Sandman ហ្នឹងទៅជាមនុស្សធម្មតាវិញហើយពួកគេក៏បានប្រើថ្នាំបន្សាបកែប្រែមនុស្សបង្គោល Lizard ហ្នឹងទៅជា Dr. Connor វិញដូចគ្នាហើយក្នុងពេលនោះដែរ Dr. Octopus ក៏បានធ្វើដំណើរមកដល់ឬក៏ជួយ Spider-Man ទាំង3នាក់ហ្នឹងប្រយុទ្ធតទល់ជាមួយនឹងមនុស្សអគ្គិសនី Electro ហើយក៏បានដាក់ឧបករណ៍ព្យាបាលគាត់ហ្នឹងពីមនុស្សអគ្គិសនីទៅជាមនុស្សធម្មតាវិញដែរនៅក្នុងពេលនោះចំពោះអ្នកនិង MJ វិញខណៈដែលកំពុងរត់ពីការប្រយុទ្ធគ្នារបស់ Spider-Man នេះអ្នកហ្នឹងក៏បានរៀនប្រើចិញ្ចៀន Sling Ring របស់ Dr. Strange នោះរួចក៏បានជួយ Dr. Strange ចេញពីវិមានកញ្ចក់ Mirror Dimension មកវិញហើយ Dr. Strange ក៏រៀបផ្ទះផងដែរនៅពេលឃើញគម្រោងការព្យាបាលរបស់ Peter ហ្នឹងហាក់ដូចជាមានប្រសិទ្ធភាពបែបនេះហើយក្នុងពេលដែលគាត់ចង់បញ្ជូនពួកគេត្រឡប់ទៅកាន់ចក្រវាឡរៀងៗខ្លួនវិញក្នុងពេលហ្នឹង Green Goblin គឺស្រាប់តែបង្ហាញខ្លួនមកដល់ឬក៏ចង់កញ្ឆោតយកប្រអប់សិលមួយនោះទៅរីឯ Dr. Strange ក៏បានដណ្ដើមវាមកវិញផងដែរប៉ុន្តែក៏រកឃើញថា Green Goblin ដាក់ក្របបែកនិងកំទេចវាយ៉ាងតិចទេធ្វើឲ្យយុទ្ធសាស្ត្រដែល Dr. Strange ឃុំនៅក្នុងហ្នឹងបែកផ្សាយភាយតែម្ដងហើយពេលនោះ Peter 3ក៏បានលោតទៅជួយ MJ ផងដែរខណៈដែល Dr. Strange គឺបានសម្លឹងឃើញទ្វារឆ្លងចក្រវាឡគឺចាប់ផ្ដើមរហែកតិចៗអស់ហើយឬក៏នឹងក៏ព្យាយាមទប់វាផងដែរប៉ុន្តែមើលទៅហាក់ដូចជាមិនបានផុសសោះឬក៏ពេលនោះ Peter របស់យើងនឹងគឺបានទៅវាយគ្នាមួយស្មើជាមួយ Green Goblin ហើយដោយសារតែកំហឹងយ៉ាងខ្លាំងក្លារឿងការស្លាប់របស់ Aunt May Peter នឹងគឺបានលោតវាយគាត់ដាក់យកតែម្ដងមិនបង្អង់ដៃឡើយហើយមិនតែប៉ុណ្ណោះ Peter នឹងគឺបានយក glider មករកចាក់សម្លាប់ Green Goblin ទៀតប៉ុន្តែពេលនោះ Peter 2ក៏បានមកខាត់គាត់ទាន់ផងដែរព្រោះតែមានរឿងអ្វីកើតឡើងពួកគេជា Spider-Man នេះមិនសម្លាប់មនុស្សជាដាច់ខាតហើយពួកគេក៏បានយកថ្នាំបន្សាបចាក់ទៅលើគាត់និងកែប្រែ Green Goblin នេះទៅជា Norman Osborn ធម្មតាវិញផងដែរនៅក្នុងពេលនោះរឿងអសរធំមួយក៏កើតឡើងវេទមន្តរបស់ Dr. Strange គឺបានធ្វើឲ្យចក្រវាឡបែកធ្លាយហើយនៅពេលនេះអ្នកដែលស្គាល់ Peter Parker ជា Spider-Man ពីពេញពីហូចក្រវាឡហ្នឹងចាប់បាន teleport មកហើយដូច្នេះហើយវិធីសាស្ត្រចុងក្រោយដែលពួកគេអាចធ្វើបានហ្នឹងដោយ Peter ប្រាប់ Dr. Strange ឲ្យប្រើប្រាស់វេទមន្តសាជាថ្មីនៅពេលនេះគឺធ្វើការលុបបំបាត់ Peter Parker ចេញពីការចងចាំអ្នកគ្រប់គ្នាទាំងអស់នៅធ្វើឲ្យផែនដីមួយនេះហាក់ដូចជាអត់មាន Peter Parker អញ្ចឹងហើយមានតែវិធីមួយនេះទេទើបអ្នកដែលឆ្លងចក្រវាឡមកកាន់ទីនេះគឺចាប់បានរលាយខ្លួននិងត្រឡប់ទៅកាន់ចក្រវាឡរៀងៗខ្លួនរបស់ពួកគេវិញបន្ទាប់ពី Dr. Strange ចេះវេទមន្តថ្មីហើយអ្វីគ្រប់យ៉ាងក៏ចាប់បានត្រឡប់មកស្ថានភាពធម្មតាវិញព្រោះគឺលើកលែងតែ Peter Parker របស់យើងប៉ុណ្ណោះនៅពេលនេះគឺគ្មាននរណាគេមានការចងចាំតាក់ទងជាមួយគាត់ទៀតឡើយហើយ Peter ក៏បានទៅរក Ned និង MJ ផងដែរដែលប្រកាសណាស់ពួកគេគឺស្គាល់គាត់ឡើយតែ Peter នេះគឺសប្បាយចិត្តមែនតើនៅពេលឃើញពីអ្នកនេះបានជាប់នឹងចូលរៀនកន្លែងសាលាបច្ចេកវិទ្យា MIT ដោយក្តីសម័យហើយបន្ទាប់មក Peter ក៏បានរកបន្ទប់ជួលមួយសម្រាប់រស់នៅម្នាក់ឯងផងដែរហើយគាត់ក៏បានកែច្នៃឈុត Spider-Man ផ្ទាល់ខ្លួនមួយរួចនៅពេលលើសម្លេងអេកុងរបស់ប៉ូលីសតាក់ទងនឹងអំពើរបស់ពួកអក្រិតជន Peter Parker ក៏បានស្លៀកសម្លៀកបំពាក់ជា Spider-Man និងហោះចាក់ចេញទៅបង្ក្រាបពួកគេនៅអ្នកទាំងគ្នាប្រវត្តិរឿងរ៉ាវជីវិតរបស់ Peter Parker Spider-Man របស់យើងនេះគឺចប់ត្រឹមហ្នឹងកុំភ្លេចចុច like និង subscribe ហើយជួបគ្នានៅវីដេអូក្រោយទៀត